ករណីទាន់ដិតស្រីស៊ីណាដែលកំពុងតែផ្សព្វផ្សាយនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងលិខិតពេទ្យមួយច្បាប់ដែលពិនិត្យឃើញថារោគវិនិច្ឆ័យមហារីកថ្លើមក្រោយពីផ្ទុះទៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងលិខិតពេទ្យនេះលោកនុតសាវណ្ណាជាប្រធានមណ្ឌលអប់រំកាយប្រាយទី1បានបញ្ជាក់នឹងអះអាងថាឯកសារនេះជាឯកសារคล้ายៗនោះទេគួររំលឹកថាអតីតអុកញ៉ាស្រីស៊ីណាបានបាញ់ប្រហារទៅលើប្អូនប្រុសឡុងលីសុងនិងគូដណ្ដឹងកាលពីថ្ងៃទី17ខែមិថុនាឆ្នាំ2024អធិស្ឋានបាទក្រោយពីលេចលឺនៅលិខិតពេទ្យនេះក្រុមគ្រួសារបាន share ក៏ដូចជាបានបញ្ជាក់នៅក្នុង comment ច្បាស់ថាខ្លួនមិនទាន់បានសំណងសំបីតែ1រៀលនោះឡើយនេះបើតាមការបញ្ជាក់របស់ប្អូនស្រីរបស់ឡុងលីសុងគឺប្អូនស្រីឡុងលីហួរអនុញ្ញាតគ្រប់នឹងជំរាបសួរបងប្អូនប្រិយមិត្តទូទាំងសង្គមដែលនិយមនឹងតាមដានរាល់ការផ្សាយរបស់សារព័ត៌មានបាទ PCT អូនស្រីឡុងលីហួ TV អនឡាញបាទគណៈពេលនេះខ្ញុំបាទនូសវណ្ណកំពុងតែធ្វើការផ្សាយនៅមុខបាទរោងបុនសពបាទប្អូនប្រុសឡុងលីសុងបាទដែលបានទទួលមរណភាពដោយសារបាទជនល្មើសបាញ់កាលពីរសៀលថ្ងៃទី17ខែមិថុនាបាទឆ្នាំ2024បាទដូចអ្វីដែលបងប្អូនយើងបានដឹងហើយកាលពីល្ងាចមិញនេះហើយឥឡូវនេះយើងធ្វើការសម្ភាសបាទប្អូនស្រីបង្កើតរបស់ប្អូនប្រុសឡុងលីសុងនេះផ្ទាល់តែម្ដងបាទយើងសូមសម្ភាសគាត់ប្រហែលជាថា2សំណួរទេបងប្អូនប្រិយមិត្តទូទាំងសង្គមបាទជំរាបសួរប្អូនស្រីមានឈ្មោះអ្វីដែរខ្ញុំឈ្មោះឡុងលីហួរត្រូវជាប្អូនស្រីបង្កើតរបស់បងឡុងលីសុងបាទហើយចង់ជំរាបសួរបងស្រីថាតើសពអូនប្រុសឡុងលីសុងនឹងធ្វើការបញ្ចុះឬក៏បូជានៅថ្ងៃណាដែរឥឡូវនេះយើងតម្កល់នៅវត្តចាស់ដល់ថ្ងៃពុធអញ្ចឹងយើងនឹងហែសពគាត់ពីថ្ងៃពុធហ្នឹងចេញទៅខាងទីរួមខេត្តកពតដើម្បីបញ្ចុះជាមួយនឹងសពគូតដឹងគាត់ដែលជាខាងស្រីចាបាទអញ្ចឹងសពគូតដឹងគាត់ហ្នឹងគឺនៅខេត្តកពតអញ្ចឹងយើងយកទៅបញ្ចុះរួមគ្នាតែម្ដងអញ្ចឹងហ៎ចាបងបាទមួយទៀតចង់ជំរាបសួរបងអូនស្រីពាក់ព័ន្ធនឹងករណីបាទបាញ់ប្រហារទៅលើបងប្រុសរបស់ខ្លួនឲ្យឈ្មោះឡុងលីសុងនេះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអនាចអធមបំផុតតើមានពាក្យពេចន៍អ្វីបាទសំណុំពរទៅដល់សមត្ថកិច្ចក៏ដូចជាបាទនៃអនុវត្តច្បាប់ទៅលើករណីស្លាប់របស់បងប្រុសផ្ទាល់តែម្ដងបាទចាសម្រាប់គាត់ទាំងពីរនាក់ហ្នឹងសិតតែជាមនុស្សល្អពលរដ្ឋល្អមានគេរាប់អានស្គាល់ច្រើនធ្វើតែរឿងល្អអញ្ចឹងណាបាទហើយក៏ដោយរឿងកើតហេតុអ្នកនរគ្នាបានឃើញថាជនដៃដល់ស្លាប់ទៅដល់ក្នុងផ្ទះបាទចូលទៅស្លាប់បាញ់ដល់ក្នុងផ្ទះបាទហើយតាមយើងមើលព័ត៌មានទៅជនដៃដល់ដូចជាអត់មានខ្លាចរអាជាមួយនឹងការកើតហេតុហ្នឹងឯងបាទចាហើយការគាត់បកស្រាយហ្នឹងក៏យើងខាងសាកសពក្រុមគ្រួសារសាកសពនេះក៏ពិបាកទួយកដែរគាត់ថាខាងយើងជាអ្នកឆ្លើយដាក់គាត់ទាំងតែគាត់បំពេញទៅដល់ក្នុងផ្ទះយើងបាទចាអញ្ចឹងរឿងដើមហេតុមកពីដំបូងដូចមានក្រុមការងារខាងបងខ្ញុំគាត់បកស្រាយថារឿងដំណើរដើមតងវាកាត់ឡើងបែបម៉េចបាទចាអញ្ចឹងហេតុមកដល់ពេលនេះនៅក្នុងដៃគាត់រហូតឆក់យកជីវិត2នាក់ទាំងបងប្រុសខ្ញុំបង្កើតព្រមទាំងបងថ្លៃបាទយើងគ្រួសារសងខាងគឺពិតជាត្រូវការយុទ្ធធម៌សម្រាប់ការបាត់បង់មួយនេះមែនតើបាទចាដូចអ្វីដែលបងប្អូនទូទាំងសង្គមបានទស្សនាហើយបាទការសោកសង្រេចរបស់បាទក្រុមគ្រួសារនៃសពបាទគឺទាមទារយករកនៅយុទ្ធធម៌ដល់គ្រួសារសពទាំងពីរបាទមួយផ្លែតគឺគាត់បាត់បង់សមាជិកដល់តែ2នាក់ឯណោះហើយបញ្ជាក់ដល់បងប្អូនយើងដែរដែលក៏ដូចជាបាទជូនដំណឹងទៅដល់បាទអ្នកស្រឡាញ់រាប់អានក្រុមគ្រួសារនៃសពបាទបុណ្យគឺធ្វើនៅវត្តចាស់បាទហើយនឹងធ្វើការដង្ហែទៅខេត្តកំពតដើម្បីបញ្ចុះជាមួយនឹងគូដណ្ដឹងគាត់នៅខេត្តកំពតដោយសារតែការបាញ់ប្រហារនេះគឺដូចអ្វីដែលបងប្អូនយើងបានទស្សនាព័ត៌មានផ្សព្វផ្សាយជាច្រើនហើយបាទគឺថាគាត់ក្រោយពីការបាញ់ទៅលើបរិះហើយគឺខាងស្ត្រីគឺរត់ទៅអោបខាងប្រុសចឹងហ៎
ចាតាមគេរាយការណ៍មក បាទហើយក៏បណ្ដាលឲ្យស្លាប់ទាំងពីរនាក់តែម្ដងអញ្ចឹងក្រុមគ្រួសារខាងប្រុសក៏សម្រាប់ចិត្តថាយកទៅបញ្ចុះទាំងពីរនាក់នៅឯខេត្តកំពតស្រុកកំណើតខាងគូដណ្ដឹងណា ចា បាទអរគុណច្រើនបងស្រីបាទ សូមមានការអំពាវនាវទៅដល់ថ្នាក់លើដើម្បីរកយុត្តិធម៌ឲ្យក្រុមគ្រួសារសពក៏ដូចជាសពដែលបាត់បង់ជីវិតដោយគាត់បាត់បង់នឹងវ័យក្មេង បាទ ចា អញ្ចឹង និយាយទៅយើងចង់បានតែយុត្តិធម៌ទេ បាទ យើងអត់ចង់បានលុយតិចតួចដើម្បីបិទមាត់ក្រុមគ្រួសារសពទេ បាទ ព្រោះគាត់សម្លាប់បងប្អូនខ្ញុំដោយការប៉ង បាទ មិនមែនដែរអបតិតា បាទសូមអរគុណច្រើននេះជាការស្នើសុំរបស់ប្អូនស្រីដែលជាបាទប្អូនបង្កើតរបស់សាកសពផ្ទាល់តែម្ដងបងប្អូនប្រិយមិត្តទស្សនិកជនអញ្ចឹងយើងសូមអរគុណច្រើនបាទហើយសង្ឃឹមថានឹងមានយុត្តិធម៌ដល់ក្រុមគ្រួសារសពផងដែរបាទសូមអរគុណសូមគោរពលាបាទអរគុណបងស្រី